Hello រងសួស្តីបងប្អូនប្រិយមិត្តជាទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ឯកសារស័ព្ទហ្នឹងហើយថ្ងៃនេះគឺខ្ញុំមានវីដេអូមួយបាទមកចង់ចែកបងប្អូនទាំងអស់គ្នាបាទចំណេះដឹងតិចតួចហ្នឹងហើយសម្រាប់តែបងប្អូនដែលគាត់មិនទាន់ដឹងហ្នឹងហើយបាទសម្រាប់តែបងប្អូនដែលគាត់ដឹងហើយហ្នឹងហើយមើលវីដេអូនេះក៏បានឬក៏មិនមើលក៏បានដែរបាទហើយសម្រាប់តែបងប្អូនដែលមិនទាន់ដឹងអាចនឹងមើលវីដេអូនេះបាទហើយជាមួយវីដេអូនេះផងដែរគឺរបៀបដាក់វីដេអូដែលល្បីជាងគេបាទវីដេអូលក្ខណៈថាវីដេអូណាដែលវាល្បីយើងដាក់នៅខាងលើគេអញ្ចឹងណារបៀបដូចជាលក្ខណៈបែបនេះនេះបងប្អូនបាទបងប្អូនមើលទៅហ្នឹងហើយវីដេអូដែលល្បីជាងគេយើងយកមកដាក់ខាងលើអញ្ចឹងណាវិធីងាយទេបងប្អូនទាំងអស់គ្នាហ្នឹងហើយបើសិនជាបងប្អូនចង់ដឹងហ្នឹងហើយកុំភ្លេចមើលវីដេអូនេះដល់ចប់បងប្អូននឹងបានយល់ច្បាស់បាទជាទំហៀនដំបូងបាទឥឡូវខ្ញុំចូលចេញសារថ្មីសិនបាទជំនាញដំបូងបងប្អូនចូលមកដល់ TikTok បែបនេះបាទហើយបងប្អូនចង់ដាក់វីដេអូរបស់បងប្អូនដែលនៅខាងលើគេអញ្ចឹងណាហ្នឹងហើយបងប្អូនចូលមកដល់កន្លែងនេះមកនេះបាទកន្លែងរូបនេះយើងហ្នឹងបងប្អូនចុចនៅលើខាងហ្នឹងបងប្អូននឹងចូលមកដល់ជាមួយនឹង account TikTok របស់ខ្លួនយើងបាទហើយបងប្អូនរបៀបថាឥឡូវបងប្អូនចង់ដាក់ជាមួយនឹងវីដេអូនេះហ្នឹងហើយឥឡូវជប់ខ្ញុំមើលនឹងធ្វើឧទាហរណ៍បងប្អូនមកខ្ញុំបកជាមួយនឹងវីដេអូនេះទៅបាទខ្ញុំដកជាមួយនឹងវីដេអូហ្នឹងចេញហើយវីដេអូហ្នឹងគឺខ្ញុំអត់ដាក់ជាមួយនឹងវីដេអូដែលល្បីដែល view ច្រើនដាក់ខាងលើគេណានេះបងប្អូននេះហ្នឹងហើយជាមួយនឹងវីដេអូនេះគឺអត់មានទេហ្នឹងហើយបាទឥឡូវខ្ញុំចង់ដាក់វីដេអូហ្នឹងឲ្យដូចជាមួយវីដេអូបែបនេះបាទវីដេអូ 58k ហ្នឹងខ្ញុំចង់ដាក់អញ្ចឹងបាទបងប្អូនចូលមកដល់ជាមួយនឹងចង់ដាក់វីដេអូនេះបាទបងប្អូនចុចទៅលើវីដេអូហ្នឹងទៅបាទពេលដែលបងប្អូនចុចទៅលើវីដេអូហ្នឹងហើយបងប្អូនកលេចមកមើលកន្លែង tray 3 បាទបងប្អូនចុចទៅលើ tray 3ហ្នឹងមកបាទបន្ទាប់មកទៀតបងប្អូន scroll វាមកបន្តិចបាទខាងក្រោមនេះបាទហើយខាងក្រោមហ្នឹងបាទបងប្អូន scroll វាទៅស្វែងបន្តិចទៅបានហ្នឹងហើយបងប្អូនកលេចមើលកន្លែងនេះបាទអង់គ្លេសខ្ញុំអត់សូវចេះដែរទេហើយបងប្អូនដែលចំណាំគឺអាសញ្ញារូបហ្នឹងហើយបាទអក្សរអង់គ្លេសគឺ PIN ហ្នឹងបាទកន្លែងហ្នឹងបាទបងប្អូនចុចទៅលើខាងហ្នឹងទៅមកប៉ក់មកគឺវារៀបចំជាមួយនឹងវីដេអូនេះឲ្យយើងឯបាទនេះជាមួយនឹងវីដេអូដែលដាក់នៅខាងលើគេអញ្ចឹងណានេះបងប្អូននេះឃើញទេបាទវីដេអូហ្នឹងនេះវីដេអូហ្នឹងមិញគឺมันអត់មានទេបាទអត់មានដូចជាអក្សរដែលថា view ខ្ពស់ហ្នឹងបាទវីដេអូខ្ពស់ហ្នឹងអាហ្នឹងគឺអត់តមានទេពេលដែលខ្ញុំចុចដាក់មិញហ្នឹងកន្លែងមិញហ្នឹងគឺវាមានបាទអញ្ចឹងរបៀបដាក់គឺវិធីងាយៗទេគឺមានតែប៉ុណ្្នឹងទេបាទហ្នឹងហើយអរគុណច្រើន